ស្អីគេមានអ្នកដែលអាចចូលទៅដល់អាណាចក្រមេឃបានមានតែព្រះទេដែលធ្លាប់បានឡើងដល់អាណាចក្រមេឃកន្លងមកប្រសិនបើមាននរណាម្នាក់អាចឡើងដល់អាណាចក្រមេឃហើយមានឋានៈស្មើនឹងព្រះពួកគេពិតជានឹងធ្វើឲ្យពិភពអ្នកហាត់គុណទាំងមូលភ្ញាក់ផ្អើលជាមិនខានគាត់បានបង្កើតការឈូកសរុបចំនួន6គាត់បានធ្វើឲ្យគ្រាប់កែវបង្កើតការឈូកកាន់តែច្រើនដោយមិននឹកស្មានដល់តើគាត់ពិតជាខ្លាំងដល់ថ្នាក់នឹងមែនទេមិនអាចទេគាត់មិនមានរាងកាយបរិសុទ្ធទេគាត់ក៏ត្រូវបានគេបណ្តេញចេញដែរតើគាត់អាចឡើងដល់អាណាចក្រមេឃបានដោយរបៀបណាខ្ញុំប្រហែលជាគិតច្រើនពេកហើយខ្ញុំពិតជាគិតច្រើនពេកហើយគាត់មើលទៅដូចជាគ្មានបានការសោះខ្ញុំមិនជឿទេថាគាត់អាចឡើងដល់អាណាចក្រមេឃបានមើលណាគ្រាប់កែវកំពុងបង្កើតផ្កាឈូកមួយទៀតហើយនៅមានទៀតគាត់បានបង្កើតផ្កាឈូកចំនួន9គាត់អាចឡើងដល់អាណាចក្រមេឃបានខ្ញុំមិននឹកស្មានថាជនធម្មតាអាចឡើងដល់អាណាចក្រមេឃហើយមានឋានៈស្មើនឹងព្រះនោះទេគាត់ពិតជាអស្ចារ្យណាស់នៅពេលដែលគាត់មានកម្រិតស្មើនឹងខ្ញុំប៉ុន្តែឥឡូវនេះគាត់ពិតជាមានឋានៈស្មើនឹងព្រះមែននេះនឹងក្លាយជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនៅគ្រប់ដែនដីទាំងអស់គុណវុឌ្ឍរបស់គាត់គឺគ្រប់គ្រាន់ដើម្បីទទួលបានងារជាព្រះទី2ប្រសិនបើយើងអាចអញ្ជើញព្រះទី2ឲ្យចូលរួមជាមួយនិកាយវីរានិកាយរបស់យើងនឹងក្លាយជានិកាយកំពូលនៅក្នុងដែនដីទាំងអស់នោះគឺជាកិត្តិយសដ៏អស្ចារ្យយើងសូមស្វាគមន៍អ្នកមកកាន់និកាយវីរាលោកខូខ្ញុំនឹងលុតជង្គង់នៅចំពោះមុខលោកដើម្បីជាការដឹងគុណសម្រាប់ការចូលរួមជាមួយនិកាយវីរាសូមអរគុណសម្រាប់ការចូលរួមជាមួយនិកាយវីរាសូមស្វាគមន៍មកកាន់និកាយវីរា